Ok,សួស្តីអ្នកទាំងអស់គ្នាចឹងវីដេអូមុនយើងបាទជជែកគ្នាឲ្យទាក់ទងជាមួយនឹងដើម្បីជា up trade down trade អញ្ចឹងសម្រាប់មួយវីដេអូនេះសូមលើកឡើងទាក់ទងជាមួយ market sideways អញ្ចឹង market sideways តើវាមានរូបរាងបែបណាហើយទីផ្សារដើរបែបណាអញ្ចឹង market sideways អ្នកទាំងអស់គ្នាវាមានរូបរាងបែបនេះនៅពេលដែលទីផ្សារឡើងមកចាប់ដើមឡើងចុះឡើងចុះឡើងចុះច្រើនដងចុះអត់ទៅណាយទីផ្សារហ្នឹងអត់ទៅណាយអញ្ចឹង sideways នៅតែតំបន់ហ្នឹងជាមានថា sideways នៅតែតំបន់ហ្នឹងអញ្ចឹងអាហ្នឹងយើងហៅថាទីផ្សារ sideways អញ្ចឹងទីផ្សារ sideways គឺជាតំបន់ទីផ្សារដែលដើរឡើងចុះនៅតំបន់នេះភាគច្រើនទីផ្សារ sideways នេះក៏ឡើងជាញឹកញាប់នៅពេលដែលទីផ្សារឡើងកំហុកខ្លាំងឬក៏ចុះកំហុកខ្លាំងឧទាហរណ៍ថាទីផ្សារឡើងកំហុកខ្លាំងដល់តំបន់ខ្ពស់អញ្ចឹងវាចាប់ដើម sideways ដើរ sideways ដូចគ្នាដែរនៅពេលដែលទីផ្សារចុះកំហុកខ្លាំងមកចុះមុំពុបបន្តមកវាធ្វើការដើរ sideways ទៅអញ្ចឹងអាហ្នឹងគេហៅថាទីផ្សារដើរបែប sideways អញ្ចឹងអូខេអញ្ចឹងអាហ្នឹងគឺជាគំរូនៃការដែលខ្ញុំបានគួរមើលអញ្ចឹងយើងទៅមើលក្នុងទីផ្សារបច្ចុប្បន្នជាក់ស្ដែងអូខេអញ្ចឹងតើទីផ្សារដើរ sideways វាមានរូបរាងបែបណាអូខេនេះអ្នកនរគ្នាកន្លែងនេះអ្នកនរគ្នាអាចមើលបានមួយអញ្ចឹងនេះតំបន់អ្នកគ្នាអាចមើលបានវាគឺជាទីផ្សារដើរ sideways អញ្ចឹងទីផ្សារដើរទម្រង់បែប sideways ហេតុអីបានខ្ញុំនិយាយអញ្ចឹងនេះអ្នកគ្នាមើលនេះទីផ្សារឡើងមកឡើងបែប aggressive អញ្ចឹងណាអញ្ចឹងទីផ្សារវាដើរឡើងបែប aggressive ទៅមកហើយចុះឡើង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 ចឹងវាដើរបែបsideways អញ្ចឹងបន្ទាប់ពី sideways ចប់បន្ទាប់ពី sideways ចប់អញ្ចឹងទីផ្សារឡើងទៅបន្តទៀតអញ្ចឹងអូខេអញ្ចឹងទីផ្សារដើរ sideways មានពីរប្រភេទអញ្ចឹងបើសិនជាទីផ្សារដើរកំហុកឡើងអញ្ចឹង sideways វានឹងឡើងទៅទៀតមួយទៀតបើសិនជាទីផ្សារដើរកំហុកឡើងហើយឡើងមកទៅកាជាទម្រង់ sideways អញ្ចឹងទីផ្សារអត់ break មានថាអត់ break off structure នឹងទេទីផ្សារនឹងធ្លាក់ក្រោមវិញអូខេអញ្ចឹងដូចគ្នាដែរអញ្ចឹងយើងទៅមើលទម្រង់ទីផ្សារ sideways បែបចុះវិញអូខេនៅកន្លែងណាមានអញ្ចឹងយើងមើលអូខេអញ្ចឹងយើងមករួមមើលកន្លែងណាមានអូខេចាំតិចវាចានេះទីផ្សារដែលបែប sideways ដូចយើងបានគួយមើលអញ្ចឹងយើងទៅមើលបែបខាងក្រោយអូខេអញ្ចឹងកន្លែងនេះក៏យើងអាចចាប់ជាទីផ្សារដែលបែប sideways បានដែរហើយដែលខ្ញុំអាចចាប់ជាទីផ្សារដែលបែប sideways ដល់ឲ្យចាំមើលនេះអញ្ចឹងទីផ្សារបន្ទាប់ពីចុះហើយវាឡើងបន្តទៅណាទៀតទេអញ្ចឹងបន្ទាប់ពីចុះមកនេះវាដើរបែប sideways វាមានទម្រង់វាចេញទម្រង់បែបជា sideways នេះវាចេញទម្រង់បែបជា sideways បែបនេះអញ្ចឹងវាដើរឡើងចុះអញ្ចឹងបន្តមកបានទីផ្សារធ្លាក់ឡើងខ្លួនអូខេអញ្ចឹងអាហ្នឹងគេហៅថាទីផ្សារដើរទម្រង់បែប sideways ដើរទម្រង់បែប sideways ណាអញ្ចឹងសួរថាតើទីផ្សារដើរទម្រង់បែប sideways តើយើងអាចជារូបតំបន់ឬក៏ entry បាននៅកន្លែងណាអូខេអញ្ចឹងអ្នកនរគ្នាអត់មានអីពិបាកទេអ្នកនរគ្នាគ្រាន់តែចាំមកបើសិនជាដឹងថាទីផ្សារហ្នឹងដើរទម្រង់បែប sideways អ្នកនេះចាប់បែបនេះចាប់ key zone វាមកចាប់ key zone វាបន្តមកយើងរងចាំបើសិនជាទីផ្សារធ្លាក់មកដល់តម្លៃនេះដែលជាតំបន់ទៀតអ្នកអាចធ្វើការ entry ចូលបានអញ្ចឹងវា confirm វាទៅដល់ confirm អញ្ចឹងអ្នកអាចធ្វើការ entry ចូលបានអូខេបាយបន្តទិញបន្តអញ្ចឹងនៅពេលទីផ្សារឡើងទៅដល់តម្លៃខ្ពស់អញ្ចឹងដែលជាតំបន់ដែលយើងបានគូវាឡើងទៅប៉ះជាមួយនឹង trend line យើងបានគូនេះវាធ្លាក់មកវិញវាធ្លាក់មកវិញបន្ទាប់មកវាឡើងវិញបន្តឱកាសយើងលក់ទៀតទៅមកវាទម្លាក់ខ្លួនមកប៉ះជាមួយនឹងនេះឃើញវាមកប៉ះជាមួយនឹង trend line គីស៊ូដែលយើងបានគូអញ្ចឹងវាឡើងទៅលើអញ្ចឹងអានឹងគឺជាតំបន់ដែលយើងអាចចូលបានហើយតំបន់ដែលយើងអាចចូល entry បានហើយនេះអត់តែកន្លែងដែលវាមកប៉ះគឺជាតំបន់ដែលយើងអាចចូលបានអញ្ចឹងអានឹងគឺជាទម្រង់ទីផ្សារដែល web sideways អូខេអញ្ចឹងទម្រង់ទីផ្សារដែល web sideways នេះវាអាចទៅប៉ះ trend line ម្ដងពីរដង3ដង4ដងអញ្ចឹងលើពី4ដងទៅវាលែងមានប្រសិទ្ធភាពហើយដូចអញ្ចឹងម្ដងពីរដង3ដងអញ្ចឹងលើពី4ដងទៅវាអត់មានប្រសិទ្ធភាពអញ្ចឹងអូខេសម្រាប់វីដេអូទៅជាមួយនឹង trend line នេះអូខេខ្ញុំមានតែប៉ុណ្្នឹងបើសិនជាអ្នកនរគ្នាមានចម្ងល់អីអាចសួរខ្ញុំបានអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូបន្តទៀតអរគុណច្រើន